រយៈពេល10ថ្ងៃកម្ពុជាថៃបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងបានចំនួន94បង្គោលត្រឹមរយៈពេល10ថ្ងៃកម្ពុជាថៃបានចុះពិនិត្យទីតាំងជាក់ស្ដែងលើការងារបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ52និងលេខ59ស្ថិតក្នុងភូមិរាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងរបស់កម្ពុជាជាប់នឹងខេត្តច័ន្ទបុរីរបស់ថៃដោយបានបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងបានចំនួន94បង្គោលស្មើនឹងប្រមាណ 56% យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជាបានឲ្យដឹងនៅថ្ងៃទី17វិច្ឆិកាថាភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នាចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់ពីថ្ងៃទី8វិច្ឆិកាឆ្នាំ2025រហូតដល់ថ្ងៃទី17វិច្ឆិកាឆ្នាំ2025នេះដោយបានបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងបានចំនួន94បង្គោលផែនការសរុបចំនួន166បង្គោលគិតជាភាគរយសម្រេចបានប្រមាណ 56% បើតាមរដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជាភាគីទាំងពីរនឹងបន្តការងារបោះបង្គោលបណ្ដោះអាសន្ននេះឲ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខនេះ